Bà xôm chùm riệp xuống có đôi chỉ xuống đây ta căn bồn sơ sang đồ sơ thằng ở khné ngày ní dương vừa trở lọc xa chỉ thầm mấy một căn mê riến tẹt tôn chỉ mùi nâng ô có sầm rạp pra nào tam té xà la riến có đôi chim bồn tì pet đã ngày ní mình khó pi rò đòn thế cứ dương miền đọc bị bần thém sầm rạp bà pi nó không mê riến rồi bỏ dương chẳng có mọi khát bê dú dương cho tờ mơ bị thầm mấy rồi bỏ dương đọc bị thằng ở khné sầm rạp ngày đi ok. Implements used in the house, school and hospital. Okay, ពាក្យទី1របស់យើងថ្ងៃនេះគឺយើងមានពាក្យ hamper យើងប្រែថាកញ្ឆេមានក្របបាទ hamper ពាក្យទី2 handcuff យើងប្រែថាខ្នោះដៃពាក្យទី3 hair clippers កន្ត្រៃត្រង់ដឺកន្ត្រៃកាត់សក់សម្រាប់ជាងកាត់សក់ប្រើកាត់សក់យើងហ្នឹងគឺ hair clippers ពាក្យទី4គឺពាក្យ harrow យើងប្រែថារនាស់បាទ harrow ពាក្យបន្ទាប់យើងមានពាក្យ hove ចាប់កាប់ hove ពាក្យបន្ទាប់ទៀតនេះយើងប្រើប្រាស់ឲ្យទៅពេលសែនព្រេនពេលអីហ្នឹងគឺតែតែមានហើយគឺពាក្យ incense ប្រែថាធូបពាក្យបន្ទាប់យើងមានពាក្យ ironed យើងអាន ironed រកនេះបាត់សោណា ironed យើងប្រែថាឆ្នាំងអ៊ុតនៅទីនេះជានាមប្រែថាឆ្នាំងអ៊ុតអូខេពាក្យបន្ទាប់យើងមានពាក្យ knife ប្រែថាកូនកាំបិតពាក្យទី9របស់យើងគេមានពាក្យ ladle យើងប្រែថា wedge បាទ ladle wedge ហើយនឹងពាក្យចុងក្រោយគេគឺពាក្យ lighter ដែកកេះបាទចុងក្រោយគឺ lighter ដែកកេះបាទសម្រាប់10ពាក្យយើងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេកុំភ្លេចបងប្អូនរងចាំតាមដានទស្សនានៅវីដេអូបន្តទៀតដែលយើងនឹងមានពាក្យថ្មីបន្ថែមតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀនក៏ដូចជាមន្ទីរពេទ្យបាទសូមអរគុណសូមជម្រាបលា